អស់នេះសាក់តម្លាក់ទូរស័ព្ទដៃចុះហើយបិទ notification បិទ internet អត់បើកកុំព្យូទ័រអត់បើកអត់មើលសភៅអត់ធ្វើអីទាំងអស់គ្រាន់តែអង្គុយចុះហើយសួរថាតើអ្នកនេះមានអារម្មណ៍មិនដែរមានអារម្មណ៍ថាធុញឬក៏អត់សុខត្រូវអត់ហើយក៏គិតថាអាការធុញតែការអត់សុខអត់ធ្វើអីសោះហ្នឹងវាគឺជាផលអវិជ្ជមានវាជាគំនិតអត់ល្អវាគឺជារឿងអត់ល្អដែលយើងអត់ធ្វើអីសោះគឺពេលអត់ប្រយោជន៍ចុះបើខ្ញុំនិយាយថាអាការទាំងអស់ហ្នឹងអាការធុញទ្រាន់មួយហ្នឹងអាការអត់សុខមួយហ្នឹងវាគឺជារឿងល្អវាគឺជាគំនិតវិជ្ជមានវិញចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយតកតងថាតើហេតុអីអាការពេលវេលាដែលយើងធុញទ្រាន់ហ្នឹងវាគឺជារឿងល្អវិញវាមិនមែនជារឿងដែលអត់ប្រយោជន៍ហើយថែមទាំងជាពេលមួយដែលយើងមានគំនិតច្នៃប្រឌិតថែមទៀតផងវាសួរសួស្តីដល់នេះសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី13ហើយយើងថ្ងៃហ្នឹងយើងដឹងហើយនិយាយតទៅជាមួយការធុញទ្រាន់ប៉ុន្តែបង្កើតបានជាគំនិតច្នៃប្រឌិតបង្កើតបានជាភាពច្នៃប្រឌិតចឹងរបបស្រាយថាតើហេតុអីបានជាគ្រាន់តែជាការធុញទ្រាន់សោះបែរទៅជាបង្កើតបាននៅភាពច្នៃប្រឌិតទៅវិញចឹងយើងដឹងហើយពេលវេលាដែលយើងធុញទ្រាន់ហ្នឹងគឺជាពេលដែលយើងអត់ធ្វើអីហ្នឹងឯងអត់ធ្វើអីសោះហើយយើងធុញហើយបន្ទាប់មកពេលវេលាហ្នឹងគឺជាពេលវេលាដែលខួរក្បាលយើងមានការគិតមានការពិចារណាចឹងខួរក្បាលរបស់យើងមានការប្រើប្រាស់មានការដំណើរការនៅពេលដែលយើងចាប់ផ្ដើមធ្វើអីមួយធ្វើកិច្ចការធ្វើអីចឹងមានការគិតពិចារណាការបដោតទៅលើកិច្ចការហ្នឹងចុះបើមានខួរក្បាលយើងមានផ្នែកមួយទៀតដែលយើងអត់គិតថាវានឹងអត់ធ្វើការអីទេប៉ុន្តែវាបែរទៅជាពេលដែលយើងមានការសម័យមានភាពច្នៃប្រឌិតកើតឡើងគំនិតថ្មីចេញមកអញ្ចឹងតាមការស្រាវជ្រាវរបស់គេហទំព័រ Science គាត់បានធ្វើការពិសោធន៍នៅមនុស្សមួយក្រុមដែលគាត់ដាក់ពួកគាត់នៅក្នុងបន្ទប់មួយហើយបន្ទប់ហ្នឹងអត់មានអីទាំងអស់អត់មានទូរស័ព្ទអត់មានអីទាំងអស់និយាយទៅមានតែពួកគាត់ហើយនឹងបន្ទប់តេហ្នឹងក៏ប៉ុន្តែមានប៊ូតុងមួយនៅក្នុងហ្នឹងដែលពួកគាត់ទុកថាតើពួកអ្នកទាំងអស់គ្នាហ្នឹងគាត់សម្រេចចិត្តថាចុចប៊ូតុងហ្នឹងអត់ហើយប៊ូតុងហ្នឹងគឺជាប៊ូតុងដែលឆក់ចឹងបើសិនជាពួកគាត់ចុចប៊ូតុងហ្នឹងពួកគាត់នឹងមានការឆក់ហើយយើងគិតសម័យមើលថាតើពួកគាត់នឹងចុចអត់គាត់សុខចិត្តធ្វើបាបខ្លួនឯងដោយការចុចឆក់ខ្លួនឯងនឹងអត់ចឹងគិតថាពួកគាត់ប្រសើរគាត់ពួកគាត់សុខចិត្តចំណាយលុយឲ្យគេប្រសើរជាងពួកគាត់ទៅចុចអាប៊ូតុងដែលឆក់ខ្លួនឯងធ្វើបាបនឹងខ្លួនឯងចឹងប៉ុន្តែអីដែលគួរភ្ញាក់ផ្អើលហ្នឹងគឺស្ត្រី 25% ហើយនឹងបុរស 67% គឺជ្រើសរើសក្នុងការចុចប៊ូតុងឆក់ខ្លួនឯងហ្នឹងដោយគាត់បាននិយាយថាគាត់សុខចិត្តធ្វើអីមួយដែលអត់ល្អអវិជ្ជមាននៅពេលដែលគាត់នៅពេលដែលគាត់ធុញហ្នឹងធ្វើអីដែលគេហាមអីហ្នឹងជាជាងអង្គុយទនេចោលចឹងគាត់មានអារម្មណ៍ថា stress អង្គុយទនេចោលហ្នឹងចឹងក៏គាត់សម្រេចចិត្តចុចឆក់ខ្លួនឯងហ្នឹងចឹងយើងស្ដាប់ទៅអាការពិសោធន៍ហ្នឹងវាយើងគិតថាវាមិនអាចទៅរួចទេវាមិនមែនមនុស្សយើងសុកណាទៅធ្វើបាបខ្លួនឯងចឹងប៉ុន្តែអានេះវាជាការពិសោធន៍មួយរបស់គេហទំព័រ Science ដែលគាត់ធ្វើការពិសោធន៍ទៅលើក្រុមមនុស្សមួយក្រុមហ្នឹងវាពិតជាបែបហ្នឹងមែនលទ្ធផលចេញមកគឺពួកគាត់ប្រហែលអ្នកហ្នឹងគឺគាត់សុកចិត្តឆក់ខ្លួនឯងចឹងយើងចាប់ផ្ដើមមានសំណួរមួយចោទសួរថាតើខួរក្បាលរបស់យើងវានឹងធ្វើអីនៅពេលដែលយើងទុកវាចោលទុកវាទនេចោលយើងអត់ធ្វើសកម្មភាពអត់ធ្វើកិច្ចការឬក៏អត់ទៅអានសភៅអត់ទៅមើលរឿងមើលអី scroll Facebook scroll social media អីផ្សេងអញ្ចឹងដុកទ័រ Julita Glenn ដែលជាអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Cambridge គាត់បានលើកឡើងថា the brain is operating at a high level even we don't give it anything to do អញ្ចឹងមានថាខួរក្បាលយើងគឺវានៅតែដំណើរការហើយនៅផ្នែកខ្ពស់ level ដែលខ្ពស់ថែមទៀតផងបើសិនជាយើងអត់មានអីធ្វើវានៅពេលដែលយើងអត់មានអីទៅធ្វើ nothing to do with it អញ្ចឹងខួរក្បាលយើងវានៅតែដំណើរការនៅចំណុចខ្ពស់មួយដែរយើងគិតថាវាបិទហើយវាឈប់គិតឈប់អីហើយប៉ុន្តែផ្ទុយទៅវិញវាកំពុងតែដំណើរការមួយនៅកន្លែងចំណុចដែលខ្ពស់មួយនៅពេលដែលយើងអត់ធ្វើអីទៅលើវាហើយគាត់បានបន្ថែមទៀតថានៅពេលដែលយើងចាប់ផ្ដើមធ្វើកិច្ចការអីមួយខួរក្បាលរបស់យើងគឺមានឈ្មោះថា Central Executive Network ខួរក្បាលរបស់យើងវាមានផ្នែក2ខ្ញុំលើកតែផ្នែក2ហ្នឹងគឺនៅពេលដែលខួរក្បាលរបស់យើងចាប់ផ្ដើមមានទំនាក់ទំនងនៅក្នុងការធ្វើកិច្ចការរបស់យើងមានការដោះស្រាយបញ្ហាធ្វើការសម្រេចចិត្តមានការបដោតធ្វើកិច្ចការអីមួយហ្នឹងគឺខួរក្បាលយើងដល់ពេលហ្នឹងហៅកាត់ CEN ហ្នឹងគឺវាបានកើតឡើងវាកំពុងតែដំណើរការអញ្ចឹងផ្ទុយមកវិញមួយផ្នែកទៀតគឺជា Default Mode Network អាហ្នឹងហើយតែផ្នែកដែលយើងកំពុងតែនិយាយតាក់ទងជាមួយនឹងការធុញទ្រាន់របស់យើងហ្នឹងអាហ្នឹងគឺផ្ទុយពីការដែលយើងធ្វើកិច្ចការអីមួយយើងការបដោតការសម្រេចចិត្តDefault Mode Network ហ្នឹងហៅកាត់ថា DMN ហ្នឹងវាអត់ធ្វើដំណើរការអីទេមានន័យថាមិនឈប់ដំណើរការខួរក្បាលយើងឈប់ណាមានន័យថាយើងអត់មានអារម្មណ៍បដោតអត់មានការសម្រេចចិត្តក៏ប៉ុន្តែពេលហ្នឹងគឺជាការគិតគំនិតពិចារណារបស់យើងវាចាប់ផ្ដើមមានការគិតកាន់តែខ្លាំងមានការរវើរវាយចិត្តរបស់យើងនៅពេលដែលយើងនៅស្ងៀមតែខួរក្បាលហ្នឹងវាបើកហើយក៏វាមានការរវើរវាយមានការសម័យគិតនៅគំនិតច្នៃប្រឌិតអីផ្សេងវាកាន់តែមកកាន់តែច្រើននៅពេលដែលខួរក្បាលយើងអត់បដោតទៅធ្វើកិច្ចការអីផ្សេងអាហ្នឹងគឺវាបានប្រៀបបានទៅជាមួយនឹងការដែលយើងធុញទ្រាន់យើងអត់ធ្វើអីគឺដល់ពេលហ្នឹងហើយខួរក្បាលផ្នែកហ្នឹងគឺវាបានបើក
នៅអាកំណត់ឆ្នៃប្រឌិតនឹងមកដោយអា DMN ហ្នឹងអា brand mode ដែលខ្ញុំនិយាយតាក់ទងមួយការធុញទ្រាន់ហ្នឹងវាត្រូវបានគេកត់សម្គាល់ឡើងមកនៅឆ្នាំ2001ដោយ Dr. Marcus Rachel ហើយវាគឺជាការដែលយើង reflect ខ្លួនឯងដូចស្តៀងនឹងយើងការសញ្ជឹងគិតចឹងណាស្តៀងនឹងការ meditate ការសមាធិដែរក៏ប៉ុន្តែពេលហ្នឹងគឺជាពេលដែលខួរក្បាលរបស់យើងវាចាប់ផ្ដើមrover រវាយគិតសម័យទៅផ្សារភ្ជាប់ជាមួយនឹងអតីតកាលបច្ចុប្បន្នកាលទៅជាមួយនឹងអនាគតគឺមានការបូកបញ្ចូលគ្នាមិនវាមិនជាការគិតបែប stress ណាតែវាជាការពេលដែលកំណត់ថ្ងៃប្រឌិតទាំងអស់ហ្នឹងវាមានការលាយបញ្ចូលគ្នាហើយវាកើតទៅជាអីមួយអាហ្នឹងវាតេទៅជាមួយនឹងការ design អីបើខ្ញុំនិយាយទៅផ្នែកនៃការ design បែប creative បែបច្នៃប្រឌិតអញ្ចឹងតេទៅជាមួយនឹងការធ្វើសារណារបស់ខ្ញុំក៏បានធ្វើ design នៅក្នុងគម្រោងសារណារបស់ខ្ញុំបញ្ចប់នេះខេបបត់សារណារបស់ខ្ញុំហ្នឹងខ្ញុំលើកប្រធានបទតេទៅជាមួយមជ្ឈមណ្ឌលផលិតសូត្រហើយក្នុងផ្នែកអាគារដែលខ្ញុំធ្វើហ្នឹងខ្ញុំបានធ្វើផ្នែកអាគារដែរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញសូត្រហ្នឹងទៅអញ្ចឹងយើងបរៀននៅការធ្វើសូត្រអីអញ្ចឹង concept ដែលខ្ញុំធ្វើអាគារហ្នឹងគឺខ្ញុំបានយកដង្កូវប៉ុន្តែមិនយកមេអំបៅហ្នឹងយើងដឹងថាតកូវនាងដែលវាស៊ីស្លឹកមូលហ្នឹងតកូវវាវិវត្តទៅជាមេអំបៅទៅខ្ញុំក៏យកមេអំបៅហ្នឹងធ្វើជា concept គោលនៃអាគារខ្ញុំហើយខ្ញុំបូកវាជាមួយនឹងទម្រង់ធននិមិត្តដើម្បីបង្កើតបានទៅជាអាគារមួយអញ្ចឹងអាហ្នឹងវាគឺជាការច្នៃប្រឌិតវាគឺជាការបូកបញ្ចូលអាហ្នឹងខ្ញុំនិយាយតាក់ទងមួយការច្នៃប្រឌិតទេខ្ញុំអត់បាននិយាយតាក់ទងជាមួយនឹងការធុញទ្រាន់ទេតែពេលដែលយើងធុញទ្រាន់យើងមានការច្នៃប្រឌិតហ្នឹងខ្ញុំគ្រាន់តែឧទាហរណ៍តាក់ទងមួយការច្នៃប្រឌិតចុះវាមានច្រើនទៀតអញ្ចឹងមួយទៀតគឺនិយាយជាមួយនឹង Italian brand road យើងទាំងអស់គ្នាដឹងថាស្គាល់ហើយគេធំសហួរអីនឹង tralala អីទាំងអស់ហ្នឹងសិតតែជាការច្នៃប្រឌិតជាការបូកបញ្ចូលយើងដឹងថាត្រីឆ្លាមដែលមានពាក្យស្បែកជើង Nike និងគេបូកយន្ត Nike មួយត្រីឆ្លាមបង្កើតបានជាទៅអា Cappuccino Assassina អីគេយកកាហ្វេនឹងបូកជាមួយនឹងballerina អាអ្នករំរបាំballet អញ្ចឹងអានោះវាគឺសិតតែជាកំណត់ឆ្នៃប្រឌិតពេលខ្លះកំណត់ឆ្នៃប្រឌិតវាមិនមែនថាវាអត់ make sense ទេវាអត់វា nonsense ណាវាមើលទៅវាដូចជាគ្មានអីមួយទេយើងគិតទៅថាវាមិនមែនជាច្នៃប្រឌិតទេប៉ុន្តែវាបង្កើតមកបានហើយមានការចាប់អារម្មណ៍អញ្ចឹងក៏យើងចាត់ទុកថាហ្នឹងมันមានអ្នកណាដែលគេគិតដល់អញ្ចឹងវាគឺជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យអាហ្នឹងនិយាយទៅជាមួយនឹងអីដែលកំពុងតែមានការ trending ជាពិសេសក្មេងៗគាត់ស្គាល់ហើយពួក Italian brand road ហ្នឹងមានច្រើនទៀតយកអីបូកអីហ្នឹងបានបង្កើតទៅជាអីច្រើនទៀតចឹងជាក់ស្ដែងជាមួយនឹងអ្នកនិពន្ធល្បីៗលើពិភពលោកអ្នកប្រាជ្ញជាមួយនឹងអ្នកស្ថាបនិកក្រុមហ៊ុនធំបុគ្គលល្បីៗជាច្រើនទៀតក៏គាត់មានគំនិតច្នៃប្រឌិតដូចគ្នានៅពេលដែលគាត់មានការធុញទ្រាន់នឹងដែរចឹងជាក់ស្ដែងដូចជា J.K. Rowling យើងដឹងហើយគឺជាអ្នកនិពន្ធល្បីល្បាញប្រឡំលោករឿង Harry Potter ហ្នឹងបែបជា fantasy បែបជាមាន magic មានអីទៅមានវេទមន្តមានអីដែលយើងគិតថាវាមិនអាចទៅរួចតែអាហ្នឹងវាគឺជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យដែរមិនមែនមនុស្សភាគច្រើនមានគំនិតបែបហ្នឹងទេយោងទៅតាមគេហទំព័រ YouTube ITN Archive ហ្នឹងមានការសម្ភាសជាមួយនឹង J.K. Rowling ដែលអ្នកនិពន្ធ Harry Potter ហ្នឹងគាត់បាននិយាយថាគំនិតដែលគាត់ចាប់ផ្ដើមសរសេរសៀវភៅ Harry Potter ហ្នឹងគឺនៅពេលដែលគាត់ធ្វើដំណើរនៅលើរថភ្លើងមួយនៅក្នុងឆ្នាំ1990ហើយនៅពេលហ្នឹងគឺជាពេលដែលគាត់អត់មានការប្រើប្រាស់ទូរស័ព្ទអត់មានការអានសៀវភៅអីទេគឺគាត់សម្លឹងទៅមើលកញ្ចក់ប្រអួចរថភ្លើងហ្នឹងគឺពេលហ្នឹងគឺជាពេលក្តីសម័យរបស់គាត់នឹងចាប់ផ្ដើមកើតមានឡើងក្នុងការចាប់ផ្ដើមសរសេរសៀវភៅនឹងលើកដំបូងហ្នឹងដូចគ្នាដែរ Albert Einstein ខ្ញុំជឿថាអ្នកណាក៏ស្គាល់ហើយសម័យកាល E = MC Carré គឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញដែលទទួលបានពានរង្វាន់ Nobel ផ្នែកវិទ្យាដែលគាត់គឺជាគណិតវិទូផងរូបវិទូផងហើយថែមទាំងជាបុគ្គលដែលមានប្រាជ្ញាខ្លាំងមែនទែនដែលអាចផ្លាស់ប្ដូរពិភពលោករហូតឈានទៅដល់ការបង្កើតសម័យការបង្កើតទ្រឹស្ដីរហូតឈានទៅដល់ការបង្កើតnuclear អាវុធ nuclear ថែមទៀតផងហើយតាមការស្រាវជ្រាវឬក្នុងប្រវត្តិសាស្ត្រជាច្រើនគេបាននិយាយថាលោក Albert Einstein ហ្នឹងគាត់ជាក្មេងដែលខុសពីគេដែលគាត់ក្រចេះនិយាយគាត់4ឆ្នាំមកអត់តចេះនិយាយអញ្ចឹងយើងគិតថាគាត់ជាមនុស្សដែលមើលទៅអត់ឆ្លាតប៉ុន្តែផ្ទុយទៅវិញគាត់ជាបុគ្គលដែលមានប្រាជ្ញាខ្លាំងមែនទែនដែលគ្មាននរណាគេអាចធ្វើដូចគាត់បានការប្រាជ្ញារបស់គាត់គឺមានការគិតសម័យច្នៃប្រឌិតដែលមើលទៅគឺគ្មាននរណាគិតដល់វាតតែវាមើលអត់ឃើញគាត់គិតសម័យអីដែលមើលអត់ឃើញដែលអាចទៅរួចបើតាមមនុស្សធម្មតាគិត